ទឹកខ្មុំទៅយកថ្មីវាពណ៌លឿងចឹងឯងបងប្អូនទាំងអស់គ្នានេះហើយខ្ញុំគិតថាប្រហែលជាបងប្អូនធ្លាប់ទៅទិញទឹកខ្មុំដែលគេទុកយូរថ្ងៃទៅវាឡើងពណ៌ខ្មៅតាមពិតណាបើសិនជាបងប្អូនទទួលបានទឹកខ្មុំដែលមានពណ៌លឿងពីខាងខ្ញុំមានន័យថាទឹកខ្មុំនោះគឺជាទឹកខ្មុំដែលទៅយកថ្មីហើយបងប្អូនទឹកខ្មុំទៅយកថ្មីអញ្ចឹងបងប្អូនមានក្លិនពីដោផ្កាព្រៃក៏អូបឈ្ងុយឈ្ងប់ណាស់ខ្ញុំរកខ្មុំមួយសប្តាហ៍ទៅមួយសប្តាហ៍អត់បានច្រើនទេបងប្អូនបានត្រឹម15លីត្រ20លីត្រអីហ្នឹងឯង3សបុកបានប៉ុណ្ណឹងជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះក្បាលទឹកខ្មុំព្រៃរបស់យើងគឺរកបានតែប៉ុណ្្នឹងទេមកសបុកហ្នឹងណាបងប្អូននេះបានប៉ុណ្ណឹងអញ្ចឹងឥឡូវនេះគឺខ្ញុំចាប់ផ្ដើមច្បាច់វាដើម្បីយកទឹកស្រស់ឲ្យស្អាតទុកលក់ចែកជូនបងប្អូនការដើររកខ្មុំព្រៃមិនមែនជារឿងមួយដែលងាយស្រួលទេបងប្អូនគឺពិបាកខ្លាំងមែនតើហើយពេលខ្លះពេលដែលយើងបានឃើញខ្មុំមកសបុកมันប្រកាសថាវាមានទឹកគ្រប់សបុកទេសបុកខ្លះធំតែមានទេតែអត់មានទឹកហើយសបុកខ្លះទៀតក៏បានរៀងក្រាស់ក្រាលអីអញ្ចឹងទៅហើយនេះគឺជាសកម្មភាពរបស់ខ្ញុំកំពុងតែច្បាច់ដុំទឹកខ្មុំដែលទៅយកពីចុងឈើថ្មីយកតែទឹកទេចំណែកឯកមួនគឺយើងយកទុកដាក់ម្ដុំផ្សេងពេលដែលយើងច្បាច់ទឹកវាអស់ទៅបងប្អូនអាដុំខ្ញុំកាត់នឹងដៃនោះគឺគេហៅថាដុំក្រមួនដុំក្រមួននោះគឺគេអត់ចោលទេបងប្អូនគឺគេយកវាទៅស្លធ្វើជាក្រមួនទុកសម្រាប់លក់ដូរចែកជូនទៅដល់បងប្អូនណាដែលត្រូវការក្រមួនឃ្មុំស្រក់ទឹកមាត់ហ្មងណាខ្ញុំឲ្យតែបានដុំទឹកខ្មុំធំអញ្ចឹងនិយាយពីថាចូលចិត្តច្បាច់ណាស់បងប្អូនច្បាច់អត់ចេះខ្ជិលអត់ចេះសាបអត់ចេះធុញទេមិនដឹងតែល្មិចឲ្យតែបានច្បាច់ទៅចេះតែមានអារម្មណ៍ថាសុបាយអញ្ចឹងណាគោរពស្រឡាញ់ភ្ញៀវដូចជាសាច់ញាតិអញ្ចឹងទឹកខ្មុំតតែសុទ្ធបានលក់ជូនភ្ញៀវបើមិនសុទ្ធគឺអត់លក់ទេមានបងប្អូនជាច្រើនបានឆាតសួរខ្ញុំតាំងពីខែ1ខែ2កាលហ្នឹងខ្ញុំអត់ទាន់មានទឹកខ្មុំលក់ខ្ញុំថាអត់មានតែហ្មងតែឥឡូវខ្ញុំមានហើយបងប្អូនណាត្រូវការឆាតមកណាទឹកខ្មុំព្រៃភ្នំមានរសជាតិឆ្ងាញ់ពិសាណាបងប្អូនទឹកខ្មុំចន្លោះខែ3ទៅខែ4ខែ5គឺជាទឹកខ្មុំដែលល្អឆ្ងាញ់លេខ1តែម្ដងសម្រាប់បងប្អូនណាដែលត្រូវការនឹងចូលចិត្តទទួលទានទឹកខ្មុំសូមតាក់ទងមកខ្ញុំឲ្យហើយណាព្រោះថាផុតខែ5ទៅគឺខ្ញុំលែងមានលក់ហើយបន្ទាប់ពីយើងច្បាច់ដុំទឹកធំរបស់វាអស់ហើយគឺយើងប្រមូលកាកកតិចកតិដែលមានអសច្បាច់បន្ថែមទៀតបន្ទាប់ពីយើងច្បាច់កតិចកតិរួចអស់ហើយក៏យើងយកវាទៅច្រោះដាក់ចូលក្នុងកានតែម្ដងហើយចំពោះការច្រោះវិញគឺយើងច្រោះជាមួយនឹងកណាត់ស្បៃមកណាបងប្អូនទម្លាប់របស់ខ្ញុំទៅយកកន្លែងណាគឺច្បាច់កន្លែងហ្នឹងហ្មងអត់មានចាប់យកមកដល់ទេហើយបានច្បាច់តាមក្រោយទេបងប្អូនព្រោះថាទឹកខ្មុំធ្ងន់ណាស់បើមិនទុកដាក់ឲ្យស្រួលបួលទេច្បាស់ជាដើរក្នុងព្រៃយងជើងមិនរួចទេបើយកច្រោះដបក្នុងកែវថ្លាឃើញស្អាតហ្មងណាខ្ញុំស្រឡាញ់ហ្មងទឹកខ្មុំពណ៌លឿងព្រោះខ្ញុំដឹងថាទឹកខ្មុំដែលមានពណ៌លឿងគឺជាទឹកខ្មុំដែលទៅយកថ្មីអូយបងប្អូនទាំងអស់គ្នា3សបុកគឺបានតែប៉ុណ្្នឹងទេអត់ទាន់បានកាចការទេណាបងប្អូន3សបុកបានប៉ុណ្្នឹងទៅយកពីចុងឈើថ្មីតែធ្ងន់ណាស់បងប្អូន3សបុកកន្លះកានហ្នឹងណាអានេះតំណងប្រហែលជា6ឬ7លីត្រអីហ្នឹងបងប្អូនចេះស្មានណាអូណាឃើញអត់រកបាន3សបុកបានប៉ុណ្ណឹងខ្ញុំរកខ្មុំមួយសប្តាហ៍ទៅមួយសប្តាហ៍អត់បានច្រើនទេបងប្អូនបានត្រឹម15លីត្រ20លីត្រអីហ្នឹងឯងមើលមកឡើងណាមកយ៉ារេមិនដឹងទេណាមានណាដែរគាត់